บอสเพลงทำไมปีพอลตกรรมทาวน์កាលខ្ញុំនៅរៀនគ្រូបានដាក់តែងសេចក្តីរៀបរាប់ពីអន្តន័យតម្លៃពីពុកនិងម៉ែទឹកភ្នែកខ្ញុំហូរខួរក្បាលក៏ដូចតូទេខំកាន់បិចសរសេរប៉ុន្តែបានប៉ុនទុំពីទឹកភ្នែកហូរស្រក់តក់តង់នៅលើសៀវភៅឲ្យខ្ញុំរៀបរាប់ម្ដេចទៅបើខ្លួនគ្មានពុកដូចគេសំបងអិនបាធំឡើងកាលណាឃើញតែអ្នកម៉ែម្នាក់គត់នៅក្បែរមើលថែខ្ញុំគ្រប់ពេលវេលាលើលោកនេះពុកខ្ញុំមិនដូចពុកគេទេកាលពុកគាត់សំបែកម៉ែយំសំពាំងដល់ដីពុកមានស្រីផ្សេងម៉ែយំស្ទើរតែលេចលោកីកាលនោះខ្ញុំនៅក្មេងខ្ចីមិនតន់ដឹងអីត្រឹមយំតាមម៉ែនេះជារឿងពិតជីវិតរបស់មនុស្សម្នាក់ព្រោះតែខ្លាចប្រឡងធ្លាក់ទើបទៅលួចមើលពុកគេពីតូចដល់ធំពុកខ្ញុំមិនដែលមើលថែក៏ខ្ញុំអាចសរសេរថាពុកខ្ញុំសែនមានគុណណាស់នេះពុកខ្ញុំមិនដូចពុកគេទេកាលពុកគាត់សំបែកម៉ែយំសំពាំងដល់ដីពុកមានស្រីផ្សេងម៉ែយំស្ទើរតែលេចលោកីកាលនោះខ្ញុំនៅក្មេងខ្ចីមិនតន់ដឹងអីត្រឹមយំតាមម៉ែនេះជារឿងពិតជីវិតរបស់មនុស្សម្នាក់ព្រោះតែខ្លាចប្រឡងធ្លាក់ទើបទៅលួចមើលពុកគេពីតូចដល់ធំពុកខ្ញុំមិនដែលមើលថែក៏ខ្ញុំអាចសរសេរថាពុកខ្ញុំសែនមានគុណណាស់ពីតូចដល់ធំពុកខ្ញុំមិនដែលមើលថែក៏ខ្ញុំអាចសរសេរថាពុកខ្ញុំសែនមានគុណណាស់